ព្រះថោងនាងនាគខ្ញុំតែងតែមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរជាពិសេសប្រវត្តិសាស្ត្រដែលទាក់ទងទៅនឹងព្រះមហាក្សត្រនិងព្រះមហាក្សត្រយានីខ្មែរសម័យបុរាណតាំងពីតូចខ្ញុំនៅជាយុជានិស្សិតជាសិស្សានុសិស្សមកម្លេះប៉ុន្តែជាអកុសលដោយប្រទេសរបស់យើងទៅតែងើបផុតពីរបបដ៏ជូរចត់តែធ្វើឲ្យការស្វែងរកឯកសារដើម្បីសិក្សាបន្ថែមឲ្យបានជាក់លាក់ជួបនៅការលំបាកហើយពេលវេលាដើម្បីប្រកបរបរចិញ្ចឹមជីវិតក៏បានបង្វក់ខ្ញុំឲ្យភ្លេចនៅចំណាប់អារម្មណ៍ទាំងអស់នោះអស់ជាច្រើនឆ្នាំរហូតមកដល់ពេលនេះដែលវ័យរបស់ខ្ញុំក៏កាន់តែចាស់ទៅទើបចំណាប់អារម្មណ៍ទាំងនោះវិលត្រឡប់មកវិញបញ្ឆេះខ្ញុំឲ្យកាន់បិចសារជាថ្មីបន្តដំណើរឆ្ពោះទៅអ្វីដែលខ្ញុំតែងតែចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរបងប្អូនកូនក្មួយប្រកាសជាបានដឹងស្រាប់ហើយពីសាច់រឿងព្រះថោងនាងនាគដែលពិពារបស់ទ្រង់ទាំងពីរបានផ្ដល់កំណើតដល់មាតុភូមិកម្ពុជារបស់យើងដែលបុរាណកាលហៅថាទឹកដីសវណ្ណភូមិនោះប៉ុន្តែសម្រាប់ខ្ញុំរឿងព្រះថោងនាងនាគហាក់បីដូចជាមានភាពចម្លែកនិងមានភាពមិនប្រក្រតីដោយហេតុថាសាច់រឿងដែលសម្ដែងអំពីព្រះថោងនាងនាគមានទៅដល់3លំនាំឯណោះដែលធ្វើឲ្យខ្ញុំកាន់តែសពេចសពិលនិងងឿងឆ្ងល់ជាខ្លាំងចំពោះករណីនេះប៉ុន្តែទោះជាយ៉ាងណាក្តីខ្ញុំបានធ្វើការស្រាវជ្រាវខ្លះៗទាក់ទិនទៅនឹងបញ្ហានេះដោយខ្ញុំលើកយកលំនាំទាំង3នោះមករៀបរាប់ឲ្យបងប្អូនកូនក្មួយបានជ្រាបនិងជួយធ្វើការសន្និដ្ឋានទាំងអស់គ្នាលំនាំទាំង3នោះមានដូចតទៅលំនាំទី1លំនាំទី1ត្រូវបានដកស្រង់ចេញពីឯកសាររបស់ចិនដែលកត់ត្រានៅក្នុងអន្លង់សតវត្សទី3ដោយទូតចិនពីររូបម្នាក់ឈ្មោះកាងតៃនិងម្នាក់ទៀតឈ្មោះជូយីងនៅក្នុងឯកសារនោះបានកត់ត្រាពីរឿងព្រះថោងនាងនាគហើយខ្ញុំសូមលើកយករឿងនៅក្នុងឯកសារនោះអានឲ្យបងប្អូនកូនក្មួយស្ដាប់ដូចតទៅកាលពីព្រេងនាយមុននឹងនគរហ្វូណនក៏កើតឡើងមានក្សត្រយានីមួយព្រះអង្គព្រះនាមលីវយីបានត្រួតត្រាប្រជាជននៅតំបន់ក្បែរសមុទ្រថ្ងៃមួយមានជនបរទេសចម្លែកម្នាក់មកពីទិសខាងលិចដែលមានឈ្មោះថាហ៊ុនទៀនបានមកដល់ទីនោះតាមជើងសមុទ្រនាថ្ងៃមួយជនចម្លែកម្នាក់មកពីទិសខាងលិចមានឈ្មោះថាហ៊ុនទៀនបានមកដល់ទីនោះតាមជើងសមុទ្រហ៊ុនទៀនត្រូវបានព្រះអាទិទេពប្រទានធ្នូទឹកមួយតាមរយៈការយល់សប្តិហើយបានប្រគល់ឲ្យគាត់ហើយបានប្រាប់ឲ្យគាត់ចេញដំណើរតាមជើងសមុទ្រឆ្ពោះមកដែនដីនៅឯនាយឆ្ងាយដើម្បីសម្រេចនៅជោគវាសនារបស់ខ្លួននៅពេលដែលគាត់បានមកដល់ព្រះនាងលីវយីក៏បានដឹកនាំទ័ពរបស់ទ្រង់មកតទល់ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ជនបរទេសប៉ុន្តែត្រូវបានទទួលបរាជ័យក្រោមថ្វីដៃហ៊ុនទៀននិងកងកម្លាំងរបស់គាត់បន្ទាប់ពីបានទទួលបរាជ័យព្រះនាងក៏បានថ្វាយខ្លួនដើម្បីរៀបអភិសេកជាមួយហ៊ុនទៀនដោយព្រះនាងបានទទួលស្គាល់នៅមហិទ្ធិឫទ្ធិឫទ្ធានុភាពរបស់ហ៊ុនទៀននិងទទួលស្គាល់ថាបែបជាព្រហ្មលិខិតកម្រិតដោយទេវតាហ៊ុនទៀនក៏បានយល់ព្រមហើយបានបង្កើតអាណាចក្រថ្មីនៅតំបន់នោះដែលបន្ទាប់មកត្រូវបានគេហៅថាហ្វូណនពូជពងនៅតែបន្តរាជវង្សដែលផ្សំប្រពៃណីបរទេសជាមួយនឹងប្រពៃណីក្នុងស្រុកទាំងនេះគឺជាអ្វីដែលកត់ត្រានៅក្នុងឯកសារនោះហើយនៅក្នុងអន្លង់សតវត្សទី7ឯកសារនេះត្រូវបានធ្វើកំណែទម្រង់សារជាថ្មីឧទាហរណ៍ដូចជាហ៊ុនទៀនជាអ្នកចេញមកពីប្រទេសដែលមានឈ្មោះថាកើឬមូហ្វូលើកធ្នូបាញ់ធ្លុះទ័ពហើយនៅពេលដែលព្រះនាងលីវយីទទួលបរាជ័យព្រះនាងមិនមានស្លៀកពាក់អ្វីឡើយកន្លែងនេះគួរឲ្យឆ្ងល់ដែរហើយមិនក៏មិនមានស្លៀកពាក់ហើយបើសិនជាបើមិនមានស្លៀកពាក់តើស្លៀកមួយកណាត់ឬមួយក៏អត់ចាដែលធ្វើឲ្យហ៊ុនទៀនយកស្បៃទៅរុំបិទបាំងឲ្យលាក់
បណ្ឌិតវិទូបានកំណត់អត្តសញ្ញាណរបស់ព្រះនាងលីវយីថាជាព្រះនាងសោមាចំណែកឯអត្តសញ្ញាណរបស់ហ៊ុនទៀនថាជាព្រះបាទកៅដិនឬកៅដិនទី1នៅក្នុងរឿងនេះមិនមានការលេឡំនឹងទេវតាអ្វីឡើយក្រៅពីការយល់សប្តិហើយព្រះនាងលីវយីនិងហ៊ុនទៀនក៏ជាមនុស្សធម្មតាគ្រាន់តែព្រះនាងលីវយីជាម្ចាស់ស្រុកនៅទីនោះចំណែកឯហ៊ុនទៀនគឺជាជនបរទេសមកពីទិសខាងលិចដែលបណ្ឌិតវិទូសន្មតថាទិសខាងលិចគឺជាប្រទេសឥណ្ឌាហើយបណ្ឌិតខ្លះទៀតថាប្រហែលជាប្រទេសជ្វាហើយនៅក្នុងសាច់រឿងនោះផងដែរគឺតាក់ទិនទាំងស្រុងទៅនឹងចម្បាំងរវាងម្ចាស់ស្រុកនិងជនបរទេសដែលចង់បញ្ចប់ម្ចាស់ស្រុកជាអ្នកចាញ់ដោយត្រូវបង្ខំចិត្តទទួលយកវប្បធម៌របស់គេដោយផ្សំនឹងវប្បធម៌របស់ខ្លួនចាអរគុណច្រើនបងប្អូនកូនក្មួយទាំងអស់គ្នានេះគឺជាលំនាំទី1ដែលខ្ញុំយកមកជម្រាបជូនបងប្អូនកូនក្មួយនាងខ្ញុំនឹងនិយាយពីរឿងលំនាំទី2នៅវីដេអូក្រោយចាសូមអរគុណ